បងប្អូនទាំងអស់គ្នានេះជារូបភាពវីដេអូខ្លះនៃទីតាំងរបស់យើងហើយយកពេលវេលាខ្លះសម្រាប់ដើរកំសាន្តអីខ្លះទៅបងប្អូនទាំងអស់គ្នាគៀនផ្ទះណាក្បែរមាត់ទឹកមានដើមឈើដើមអីអង្គុយហូបតែហូបអីញ៉ាំភេសជ្ជៈអីតិចតួចចឹងទៅដើម្បីរំសាយអារម្មណ៍របស់យើងងើយហត់មួយរយៈហើយយើងធ្វើការហត់នឿយដោះស្រាយបញ្ហាជាច្រើនហើយតម្រាំតែយើងអាចឆ្លងមកដល់ពេលឥឡូវនេះទោះបីពេលនេះវាมันមានអ្វីជាដុំកពួនប៉ុន្តែគាត់ថាយើងចេះឲ្យចំណៃពោះក្បាលរបស់យើងបន្ថែមទៀតទៅហើយយើងជ្រើសរើសទីតាំងមួយដែលអាចលំហែទៅថ្ងៃអនាគតពេលដែលយើងចាស់ទៅមែនតើទៅផ្ទះទូចផ្ទះធំវាជារឿងមួយប៉ុន្តែបើយើងផ្ទះទូចហើយយើងបន្ថែមនៅធម្មជាតិទីតាំងរបស់យើងល្អតិចមកលុបទៅឆឹងទៅឆៃទៅធ្វើឲ្យជីវិតរបស់យើងហ្នឹងក៏វាស្រស់ព្រមតាមនឹងដែរហើយមែនតើទៅទីតាំងដីដែលជាប់មាត់ទឹកអញ្ចេះវាខ្យល់ជាក់ជាងទីតាំងធម្មតាដោយសារវាចំហាយទឹកត្រជាក់ចេញមកពីខាងទន្លេមេគង្គហើយដីនៅខាងតំបន់នេះមែនតើដាំអីក៏បានផលច្រើនដែរដូចក្នុងរូបភាពហ្នឹងធម្មជាតិដើមឈើអីហ្នឹងដាក់ដោះព្រោះវាគៀកនឹងទឹកផងហើយដីមានជីជាតិផងហើយនៅទីតាំងនេះគឺបែរក្រុងភ្នំពេញដែរទេវាមិនឆ្ងាយប៉ុន្មាន30គីឡូពីភ្នំពេញអញ្ចឹងវាដីតំបន់ហួសពេកតម្រាក់ទីពេកព្រួយហ្នឹងជាទៅឆឹងទៅឆៃបងប្អូនអើយរកចឹង